ទឹកដូងជាមួយនឹងស្វាយខ្ចីមានអីបងប្អូនឆ្ងាញ់តើដំបូងយើងយកត្រីយើងមកលាងឲ្យស្អាតបន្ទាប់មកយើងធ្វើការប្រឡាក់អំបិលជាមួយនឹងខ្ទឹមសទុកចោលដើម្បីឲ្យត្រីរបស់យើងគឺថានៅពេលដែលខទៅគឺវាអត់បែកសាច់នោះទេបន្ទាប់មកទៀតយើងធ្វើការកូរស្ករចាស្ករគឺខ្ញុំធ្វើការដាក់ចំនួន2ស្លាបព្រាបាយនៅពេលដែលកូរវារៀបនឹងខ្លោចយើងបន្ថែមទឹកដូងចាបន្តិចទៅបងប្អូនបន្ទាប់មកទៀតយើងធ្វើការដាក់ចាខ្ទឹមចិញ្ច្រាំចាខ្ទឹមសរបស់យើងហ្នឹងយើងធ្វើការរំលីងឲ្យវាឈ្ងុយបន្តិចចាបើសិនជាបងប្អូនចេះរបៀបធ្វើផ្សេងបងប្អូនអាចធ្វើការចែករំលែកនៅខាងក្រោមវីដេអូនេះបានបន្ទាប់ពីយើងកូររំលីងឡើងឈ្ងុយអញ្ចឹងហើយតោះបងប្អូនបន្តមកទៀតចាអូខេយើងធ្វើការកូរបន្ថែមទៀតចាយើងធ្វើការដាក់ជាមួយនឹងខ្ញីចិត្តបងប្អូននៅពេលដែលយើងយកខ្ញីយកមករំលីងជាមួយនឹងស្ករជាមួយនឹងខ្ទឹមសបែបនេះគឺថាខ្ញីរបស់យើងគឺមិនសូវហឹរខ្លាំងទេហើយសាច់ខ្ញីរបស់យើងគឺថាឡើងទន់ល្មើយតែម្ដងនឹងជះក្លិនឈ្ងុយព្រមទាំងជួយលុបក្លិនឆ្អាបទៀតផងចាហើយត្រីដែលខ្ញុំបានប្រឡាក់ជាមួយនឹងអំបិលនិងខ្ទឹមសមួយសន្ទុះហើយចូលជាតិខ្ញុំធ្វើការលាងទឹកចេញម្ដងទៀតធ្វើការរៀបដាក់ខ្ទះបែបនេះហើយយើងធ្វើការចាក់ជាមួយនឹងស្ករដែលយើងបានរំលីងចាចូលដាក់ចាពីលើតែម្ដងហើយយើងចាប់ផ្ដើមបើកភ្លើងរួចធ្វើការរំងាស់យកតែម្ដងបើនិយាយអំពីរបៀបធ្វើគឺថាមានរបៀបធ្វើផ្សេងគ្នាបងប្អូនចាប៉ុន្តែបទពិសោធន៍ដែលខ្ញុំធ្វើគឺធ្វើបែបនេះគឺមិនបណ្ដាលឲ្យចាត្រីរបស់យើងបែកសាច់នោះទេតោះឥឡូវយើងចាប់ដើមរំងាស់ចោលបន្ទាប់ពីរំងាស់បែបនេះបងប្អូនកុំភ្លេចចាយកចាវែកឬក៏ស្លាបព្រាចាធ្វើការជោគវាចាជោគវាឡើងលើចុះក្រោមដើម្បីឲ្យសាច់ត្រីរបស់យើងឡើងក្រហមឥឡូវខ្ញុំមកថែមគ្រឿងចាគឺខ្ញុំមកថែមជាមួយនឹងចាទឹកត្រី1ស្លាបព្រាបាយជាមួយនឹងទឹកស៊ីអ៊ីវចំនួនចា1ស្លាបព្រាបាយដូចគ្នាហើយយើងធ្វើការបន្ថែមចានៅប៊ីចេងចា1ចុងស្លាបព្រាកាហ្វេចាហើយនេះគឺជាម្រេចបងប្អូនណាចាហើយបងប្អូនអាចធ្វើការភ្លក្សតាមចំណង់ចំណូលចិត្តបានចាបន្ទាប់ពីដាក់បែបនេះឲ្យបងប្អូនគឺថាជះក្លិនឈ្ងុយមែនតែនបើទោះបីជាចាត្រីមិនមែនជាត្រីស្រែអីក៏ដោយក៏វាជួយលុបក្លិនឆ្អាបបានដែរហើយនេះគឺជាចាទឹកដូងទុំរបស់យើងបងប្អូនចាយើងដាក់មកសមល្មមទៅហើយយើងធ្វើការរំងាស់ម្ដងទៀតបងប្អូនបើសិនជាបងប្អូនមានជាសៀងផ្អែមយើងធ្វើការដាក់គឺថារសជាតិគឺចាប់គ្នាល្អមែនតែនជាពិសេសនៅពេលដែលយើងមានអន្លក់គឺថាឆ្ងាញ់មែនតែនបន្តមកទៀតខ្ញុំធ្វើការរោយចាស្លឹកខ្ទឹមចានៅពេលដែលខ្ញុំរំងាស់បានមួយសន្ទុះហើយឃើញថាវាឡើងពណ៌រាងចាក្រហមស្អាតហើយយើងធ្វើការបន្ថែមស្លឹកខ្ទឹមតែម្ដងចាហើយបើបងប្អូនមានជាម្ទេសអាចដាក់ដើម្បីជួយឲ្យមានសោភ័ណភាពនិងជួយចាក្នុងការកាត់ឆ្អាបផងដែរបងប្អូនចាបន្តមកទៀតយើងធ្វើការរំងាស់បន្តទៀតចារំងាស់បន្តទៀតបងប្អូនដើម្បីឲ្យវាចូលជាតិគ្នាល្អហើយនេះគឺជាលទ្ធផលបានបង្ហាញមកហើយចាយើងញ៉ាំជាមួយនឹងអន្លក់ដាក់